រាត្រីសួស្តីបាទអាត្មាសូមលំអរកាយជំរាបសួរទៅដល់ពុកម៉ែបងប្អូននឹងការចូលរួមជាគំនិតតិចតួចទេណាបងប្អូនអត់បាននិយាយជាភាសាបាលីទេដោយសារអត់ចេះហើយតេតិនជាមួយនឹងម្ចាស់សំណួរគាត់ចេះតែសួររឿងសុខពិតសុខមិនពិតអញ្ចឹងទៅហើយខ្ញុំបាទនេះគ្រាន់តែជាពុទ្ធសាសនិកដែលជាអ្នកកាន់ពុទ្ធសាសនាទេហើយតេតិននឹងរឿងទាំងអស់នេះគឺយើងជាអ្នកកាន់ពុទ្ធសាសនាមិនថាខ្ញុំមិនថាពុកម៉ែបងប្អូនទូទៅទេយើងគួរតែដឹងដែររឿងសុខពិតសុខមិនពិតយើងគួរតែរៀនធម៌ដើម្បីអប់រំចិត្តយើងខ្លះមានគម្ពីរមានធម៌ច្រើនណាតាមវត្តតាមអារាមតាមបណ្ដាគីណាហើយតេតិននឹងការសម្ដែងធម៌នេះគឺគ្មានសាសនាណាក្រៅអំពីព្រះពុទ្ធទេដែលចេះសម្ដែងធម៌ហើយរឿងសេចក្តីទុក្ខរបស់សត្វលោកអត់មានសាសនាណាញែកឲ្យបានល្អិតល្អន់ជាងសាសនាព្រះពុទ្ធទេគឺមានតែព្រះសមណគោតមនឹងឯងដែលព្រះអង្គត្រាស់នៅព្រះសម្មាពោធិញ្ញាណនោះព្រះអង្គបានញែកណាសុខនិងទុក្ខនៅក្នុងវត្តនេះច្បាស់ណាស់បងប្អូនដល់ពេលយើងរៀនទៅបានយើងយល់អំពីទុក្ខនៃត្រៃលក្ខណ៍ហើយអញ្ចឹងខ្ញុំអត់សុំនិយាយបល័យនិយាយអីទេវែងឆ្ងាយខ្ញុំសុំនិយាយសម្រាយអញ្ចឹងបើបងប្អូនគិតថាមានប្រយោជន៍ក៏ស្ដាប់យកជាផលទៅតែបើគិតថាมันមានប្រយោជន៍ទេអូសរំលងទៅកុំសៅមកអញ្ចឹងណាសុខពិតនេះសុខមិនពិតនេះវាមិនមែនទើបតែរឿងចម្លែករឿងឥឡូវទេវាតាំងពីរាប់ពាន់ឆ្នាំហ៎អារឿងមនុស្សយើងនឹងមានផិតមានភ័យណាខ្លាចបន់ស្រវ័នហើយនឹងស្វះស្វែងរកសេចក្តីសុខនេះគឺមិនមែនទើបតែឥឡូវទេមិនមែនរឿងចម្លែកទេរាប់ពាន់ឆ្នាំមកហើយមុនតាំងសម័យពុទ្ធទៀតនោះរឿងសុខពិតសុខមិនពិតវាមិនសំខាន់ទេសំខាន់នៅលើយើងប្រសិនបើយើងត្រឹមតែចង់បានសេចក្តីសុខពិតនោះឲ្យតែយើងព្រមនៅអ្វីដែលយើងមានទៅវាសុខពិតហើយណាស់តែយើងវាមិនព្រមទទួលនៅអ្វីដែលយើងមានទេបានជាមិនដែលបានសេចក្តីសុខពិតនោះមនុស្សតើកាលណាគាត់ព្រមទទួលគាត់រីករាយគាត់សប្បាយនៅអ្វីដែលគាត់មានមិនថាតិចមិនថាច្រើនទេគឺសុខហើយបងប្អូនណាស់តែយើងលោភលន់តាណាស់តែយើងមានអាស្មិះមានះច្រណែនឈ្នានីសណាឆ្លោះប្រកែកសេចក្តីលោភសេចក្តីក្រោធនឹងវាចូលមកថ្នាក់ចិត្តចូលមកតរសុខអាណាឃើញបងប្អូនកុំថាឡើយយើងនេះសេចក្តីសុខអ្នកដែលធ្វើបុណ្យធ្វើទានសងៃនឹងរមិនឃើញផងណាលោកអាចារ្យដូនជីតាជីនឹងរមិនចង់ឃើញផងអានេះគឺក្នុងផ្នែកនៃពុទ្ធសាសនាគឺសំដៅមកចំតែមកសុខពិតមិនពិតនេះវានៅលើយើងទេអត់មាននៅលើអ្នកដតីឲ្យយើងបានទេប្រសិនបើយើងចង់បានសុខពិតលុះត្រាតែយើងព្រមទទួលការពិតអាហ្នឹងវាសុខហ่ะអញ្ចឹងណាហើយតេតិននឹងរឿងមួយទៀតដែលពុកម៉ែបងប្អូនចេះតែឆ្ងល់អារឿងរូបកាយគេហៅថានាមរូបនាមហើយនឹងរូបប៉ុន្តែអធិស្ឋានខ្ញុំអត់និយាយវែងឆ្ងាយទេខ្ញុំគ្រាន់សុំនិយាយថាទ្វាតាម6ចោះណាទ្វាភ្នែកយើងមើលឃើញរូបចឹងទៅហើយទ្វាត្រចៀកយើងស្ដាប់ឮសំឡេងណាទ្វាច្រមុះយើងដឹងក្លិនទ្វាអណ្ដាតយើងដឹងរសជាតិណាទ្វាកាយយើងដឹងក្តៅត្រជាក់ទ្វាមโนយើងចេះគិតគឺចិត្តហ្នឹងឯងណាចិត្តហ្នឹងចិត្តជាប្រធានអញ្ចឹងរឿងសុខពិតសុខមិនពិតមិនមែនយើងយកខួរក្បាលគេមកគិតណារូបយើងក្បាលយើងអញ្ចឹងទ្វា6មានទាំងអស់តែគ្នាហ្នឹងមនុស្សណាដែលមានចិត្តដូចគ្នាអត់ដូចគ្នាទេអញ្ចឹងបើយើងចង់បានសេចក្តីសុខពិតលុះត្រាតែយើងចេះព្រមទទួលនៅអ្វីដែលយើងមានអានឹងសុខពិតដែរតែប្រសិនបើយើងមិនព្រមទទួលនៅអ្វីដែលយើងមានទេគ្មានសេចក្តីសុខទេបងប្អូនគឺនៅតែអញ្ចឹងទោះបីថ្វាយអង្គមព្រះដល់តែបាក់ពហិទៀតក៏នៅតែសុខមិនឃើញដែរបងប្អូនអានេះជាធម៌សច្ចៈរបស់ព្រះសម្មាសម្ពុទ្ធដែរអញ្ចឹងការចូលរួមមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណសូមជំរាបលាបាទ